វិជ្ជបណ្ឌិតទៅតែប្រកាសថាតូចក្មេងស្រីបានស្លាប់ប៉ុន្តែមួយវិនាទីបន្ទាប់គឺតូចស្រាប់តែឃើញក្មេងស្រីក្រោកពីគេងក្មេងស្រីត្រឡប់មកបំភ្លឺគ្រូពេទ្យដួលសន្លប់នៅនឹងកន្លែងឪពុកក្មេងស្រីគាត់អាប់កូនស្រីរបស់គាត់ដោយក្តីរំភើបគិតថាវាជាគ្រូពេទ្យដែលបានជួយសង្គ្រោះនាងគាត់មិនដឹងថាវាជាអពុទ្ធហេតុមួយពីទេពធីតាខាងលើពីដំបងរបស់ក្មេងស្រីបន្ទាប់ពីភ្ញាក់ពីដំណេកគឺជាអ្វីដែលនាងចង់បានសាច់ឪពុកនាងបានយកនាងទៅកន្លែងមួយភ្លាម barbecue ឈរនៅពេលនោះក្មេងស្រីប្រាប់ឪពុកនាងថានាងមិនមែនជាកូនស្រីរបស់គាត់ទេទេពអប្សរមកពីឋានសួគ៌ឪពុករបស់នាងគិតថានាងនៅតែយល់ច្រឡំពីជំងឺរបស់នាងគាត់មិនបានប្រើពាក្យរបស់នាងធ្ងន់ធ្ងរទេទន្ទឹមនឹងនេះដែរពន្ធមួយចំនួននៅតុបន្ទាប់ដាក់កន្លាតក្នុងចានដែលកំពុងព្យាយាមចម្រិតទារប្រាក់ពីហាងសាច់អាំងឪពុករបស់នាងឃើញដូច្នេះក៏ដើរចូលទៅបញ្ឈប់ពួកចៅទាំងពីរនាក់បានខឹងនឹងចាប់ផ្ដើមប្រមាថនាងស្រីតូចឃើញឪពុកនាងត្រូវគេសម្លុតក៏ខឹងនាងបានពាត់កៅអីស្រាលហោះដោយកាំជ្រួចឈ្មោះទៅរកចៅបានព្យាយាមបត់កៅអីប៉ុន្តែត្រូវក្មេងស្រីដាក់ជើងរបស់នាងស្រាលចៅមិនអាចរើវាបានក្មេងស្រីបានពាត់គាត់ទៅដីដោយវាមួយមេក្រុមទំនើងបានឃើញកូនរបស់គាត់អាម៉ាស់គាត់បានបោះជំហានទៅមុខដើម្បីបង្រៀនក្មេងស្រីជាមេរៀនមួយប៉ុន្តែនាងបានវាយគាត់ងាយមើលថាក្មេងស្រីខ្លាំងប៉ុណ្ណាពេលបានសម្រេចចិត្តចាប់នាង